ប្រភេទអាហារងាយនឹងបង្កជំងឺមហារីកខណៈយុវជនខ្មែរចូលចិត្តញ៉ាំរាល់ថ្ងៃបើតាមការឲ្យដឹងរបស់លោកអគ្គវិជ្ជបណ្ឌិតគួចមេនលីបានលើកឡើងថាឪពុកម្ដាយបច្ចុប្បន្ននេះគឺតែងតែបណ្ដោយឲ្យកូនញ៉ាំអាហារជាច្រើនដែលគ្មានការពិនិត្យត្រឹមត្រូវដែលវាងាយនឹងប៉ះពាល់ដល់សុខភាពខ្លាំងណាស់ហើយជាពិសេសគឺអាហារប្រភេទអាំងប្រភេទចៀនប្រភេទផ្អាប់ដែលទាំងនេះសុទ្ធតែជាអាហារដែលគ្មានគុណភាពត្រឹមត្រូវហើយអាហារប្រភេទអាំងនិងចៀនដែលរួមមានទាំងសាច់អាំងទាំងការចៀនសាច់ឆ្អិនខ្លាំងរហូតដល់ខ្លោចដែលពោពេញទៅដោយសារជាតិខ្លាញ់ច្រើនវាងាយនឹងប៉ះពាល់ដល់សុខភាពហើយងាយនឹងកើតជំងឺមហារីកទៀតផងលោកអគ្គវិជ្ជបណ្ឌិតបានបន្ថែមទៀតថាអាហារដែលមាននៅក្នុងកញ្ចប់ដូចជាមីគុយទាវជាដើមសុទ្ធតែដាក់នៅសារធាតុគីមីដើម្បីឲ្យសរសៃមីឬក៏គុយទាវនឹងស្វិតនិងទុកបានយូរដែលអាហារទាំងនេះសុទ្ធតែជាទីពេញនិយមសម្រាប់យុវវ័យចូលចិត្តញ៉ាំនិងពិសាប៉ុន្តែអាហារទាំងនេះគឺងាយនឹងបង្កឲ្យកើតជំងឺមហារីកខ្លាំងណាស់មិនតែប៉ុណ្ណោះបើយោងទៅតាមការបញ្ជាក់របស់ Little Sing បានឲ្យដឹងថាតាមរយៈការសិក្សាបានរកឃើញថាអាហារខាងក្រោមនេះងាយនឹងប៉ះពាល់ដល់សុខភាពប្រសិនបើលោកអ្នកមិនកាត់បន្ថយឬក៏ឈប់ញ៉ាំអាហារកំប៉ុងសារធាតុដែលបំផ្លាញសុខភាពដ៏ចម្បងបំផុតក្នុងអាហារកំប៉ុងដែលមានសារធាតុម្យ៉ាងហៅថា BPA សារធាតុគីមីដែលប្រើក្នុងកំប៉ុងឬក៏ដបបានផ្ដល់ផលប៉ះពាល់ខ្លាំងដល់សុខភាពនិងបង្កជាមហារីកជាពិសេសគឺជំងឺមហារីកសូដន់សាច់កែច្នៃនេះប្រហែលជាលោកអ្នកពិបាកនៅក្នុងការលះបង់នំសាំងវិចដែលមានរសជាតិឆ្ងាញ់ពីព្រោះថានៅក្នុងសាំងវិចនឹងមានដាក់សាច់កែច្នៃហើយសាច់កែច្នៃត្រូវបានបង្កើតឡើងដោយអំបិលនិងសារធាតុគីមីហួសប្រមាណដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់យើងការសិក្សារយៈពេល13ឆ្នាំបានបង្ហាញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស17នាក់បានស្លាប់ដោយសារតែបរិភោគសាច់កែច្នៃ160ក្រាមនោះគឺហានិភ័យ 44% ដែលនាំឲ្យកើតជំងឺមហារីកពោតលីងនៅក្នុងម៉ាស៊ីនមីក្រូវ៉េវជាទូទៅយើងតែងតែឃើញអាហារប្រភេទនេះនៅតាមរោងកុនហើយអាហារប្រភេទនេះគឺពិតជាឆ្ងាញ់ណាស់សម្រាប់អ្នកចូលចិត្តហើយវាជារឿងងាយស្រួលមែនទែននៅក្នុងការដាក់ពោតចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវដើម្បីលីងនៅពេលដែលលោកអ្នកចង់បានអាហារសម្រន់ដែលរហ័សនិងឆ្ងាញ់ពិសេសនៅពេលដែលទៅទស្សនាកុនលោកអ្នកនឹងទិញវាប៉ុន្តែវាពិតជាមានហានិភ័យចំពោះខ្លួនរបស់អ្នកខ្លាំងណាស់ដែលវាងាយនឹងបង្កជំងឺមហារីកថ្លើមនិងមហារីកលំពេងដំឡូងបារាំង potato chip ដំឡូងបារាំងគឺវាមានតម្លៃសមរម្យងាយស្រួលញ៉ាំហើយឆ្ងាញ់ប៉ុន្តែអាហារសម្រន់ដែលគួរឲ្យខ្លាចទៅនេះក៏អាចមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងផងដែរអាហារដែលមានជាតិខ្លាញ់ទាំងនេះមិនត្រឹមតែបង្កឲ្យឡើងទម្ងន់នោះទេថែមទាំងបង្កឲ្យមានជំងឺផ្សេងៗទៀតផងដូច្នេះសូមឪពុកម្ដាយនិងយុវវ័យទាំងអស់គួរតែកាត់បន្ថយការញ៉ាំអាហារនៅខាងក្រៅជាពិសេសគឺគ្រឿងកញ្ចប់កំប៉ុងហើយនិងសាច់អាំងជាដើមដែលសុទ្ធតែជារបស់ដែលគ្មានគុណភាពប្រសិនបើលោកអ្នកចង់បានសុខភាពល្អគួរតែជៀសវាងអាហារទាំងនេះឲ្យបានចុះតើលោកអ្នកចង់ដឹងដែរឬទេថាតើអាហារប្រភេទណាខ្លះដែលជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកបើចង់ដឹងសូមខមមិនពាក្យថាចង់នៅខាងក្រោមវីដេអូនេះគឺជាកំពូលអាហារ6ប្រភេទដែលជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក 1. ផ្លែឈើអំបូរ Berry ផ្លែឈើអំបូរ Berry មានដូចជាផ្លែ Strawberry, Blueberry, Blackberry, Raspberry, Cranberry និងផ្លែមនជាដើមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrient, Anthocyanin, Resveratrol និងអាស៊ីតអាឡែជិកដែលអាចពន្យឺតបញ្ឈប់និងការពារការលូតលាស់នៃដុំសាច់អំបូរផ្លែឈើ Berry អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួតមហារីកក្រពះនិងមហារីកមាត់នេះបើតាមការសិក្សារាប់រយរបស់មូលនិធិស្រាវជ្រាវមហារីកពិភពលោកនិងវិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវមហារីក
ពីស្ពៃក្តៅពណ៌ស្វាយនិងផ្កាខាត់ណាឃីវស្ពៃក្តៅពណ៌ស្វាយនិងផ្កាខាត់ណាឃីវសម្បូរទៅដោយសារធាតុ anthocyanin sulforaphane និង indole carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិការាងកាយនិងរារាំងការលូតលាស់នៃកោសិកាមហារីក 3. បន្លែស្លឹកបៃតងបន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកព្រោះសម្បូរទៅដោយសារធាតុ folate ដែលជួយដល់ការបង្កើត DNA ចម្លង DNA ឲ្យបានត្រឹមត្រូវហើយនៅក្នុងករណីខ្លះអាចជួយដល់ការជួសជុល DNA ទៀតផងការប្រែប្រួល DNA នៅក្នុងរាងកាយអាចប្រែក្លាយទៅជាកោសិកាធម្មតានឹងទៅជាកោសិកាមហារីក 4. សណ្តែកសណ្តែកសម្បូរទៅដោយសារធាតុ protease inhibitor phytate ដែលអាចពន្យាតការលូតលាស់ដុំសាច់ Manganese ជួយបង្កើតអង់ស៊ីមការពារកោសិកាពីការបំផ្លាញ Camphor និង quercetin ដែលវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាកសារធាតុ flavonoid មាននៅក្នុងស្រទាប់សណ្តែកខាងក្រៅក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យផងដែរ 5. អាស៊ីតខ្លាញ់អូមេហ្គា 3 អាស៊ីតខ្លាញ់អូមេហ្គា 3 មាននៅក្នុងផ្លែបឺរគ្រាប់ឈាប្រេងអូលីវត្រីសាល់មុនត្រីធូណាជាដើមវាអាចកាត់បន្ថយទំហំនៃដុំសាច់មហារីករាងកាយរបស់យើងត្រូវការអាស៊ីតខ្លាញ់អូមេហ្គា 3 សម្រាប់ដំណើរការប្រព័ន្ធប្រសាទនិងអភិវឌ្ឍកោសិកាការស្រាវជ្រាវបានរកឃើញថាអាស៊ីតខ្លាញ់អូមេហ្គា 3 អាចកាត់បន្ថយការប្រមូលផ្ដុំកោសិកាឈាមសកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មក៏ដូចជាការរលាកទូទៅដែលជំនួយដល់ការកាត់បន្ថយការរីកលូតលាស់នៃដុំសាច់មហារីក ទី 6 អាហារសម្បូរសារធាតុ carotenoid សារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid សម្បូរនៅក្នុងអាហារដែលមានពណ៌ទឹកក្រូចនិងក្រហមដូចជាការ៉ុតប៉េងប៉ោះល្ហុងដំឡូងជ្វាមើមយេនជាដើមសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាធម្មតាពីការខូចខាតដែលអាចប្រែក្លាយវាទៅជាកោសិកាមហារីកអ្វីត្បិតតែអាហារដោយបានរៀបរាប់ខាងដើមអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកតែជំងឺមហារីកអាចបង្កឡើងដោយកត្តាជាច្រើនអ្នកវិទ្យាសាស្ត្រនិងគ្រូពេទ្យបានណែនាំថាដើម្បីកាត់បន្ថយជំងឺមហារីកយើងត្រូវជៀសវាងការបរិភោគអាហារណាដែលមិនល្អនិងជៀសវាងកត្តាដែលបង្កជំងឺមហារីករក្សាគីឡូឲ្យស្ថិតនៅក្នុងរង្វង់ល្អចំពោះសុខភាពនិងហាត់ប្រាណជាប្រចាំតើលោកអ្នកយល់យ៉ាងណាដែរចំពោះវីដេអូនេះបើសិនបើលោកអ្នកចូលចិត្តសូមចុច like វីដេអូនេះហើយចែករំលែកអ្នកផ្សេងទៀតឲ្យបានដឹងផង